មេរៀនទី66ព្យាង្គដំរួតងែវជើងកងែវជើងខងែវជើងកែវការអានពាក្យសងើសងកអាយកែសង្កែបងើបងកែវអ៊ីគីបងគីចងើចងកអេសកេសចងកេសកែវងើគង់កែវអ៊ីគៀគង់គៀដងើដងខអាវខៅដងខៅកងើកងខអាវខើញើខើញកងខើញបងើបងខអាំខាំងើខាំងបងខាំបងើបងកងើកងបងកងសងើសងកអេកេនតកេតសង្កេតបងើបងកែវណៅកែវបតមួយគុណបងគុណបងើបងកែវអ៊ីគៀបគៀបតមួយគប់បងគប់បងើបងជើងកបងើបងកអាកើតកើតបងកបងកើតបងើបងខអូខូនចខូចបងខូចបងើបងខអេខេតខិតបងើបងខអំខំបងខិតបងខំបងើបងកអាកាយចកាយបតមួយកាច់បងើបងខអូខូនចខូចបងកាច់បងខូចធัวអាថ្វាយយើថ្វាយបងើបងកែវគុំថ្វាយបងគុំអានលបាដងខៅនាំកូនចាក់ថ្នាំបងកាកងកែបនិងគីងគក់ហែក្នុងគង្គាបងកងនិងបងគាមានរាងស្រដៀងគ្នាអានអត្ថបទខ្លីគង្គានិងដង្ខៅសុកគង្គាជាកូនស្រីដង្ខៅសុកដែលមានពុកចង្កាវែងថ្ងៃនេះដង្ខៅសុកបបួលគង្គាទៅបេះស្លឹកសង្កែពួកគេបេះស្លឹកសង្កែក្បែរដើមផ្លូវកង្កែបដង្ខៅសុកដង្ខើញក្បិនបេះស្លឹកសង្កែគង្គាលេងចាក់ចង្កេះដង្ខៅសុកដែលកំពុងបេះស្លឹកសង្កែដង្ខៅសុកភ្ញាក់ភ្លាត់សង្កត់ជន់ជើងគីងគក់និងដង្កូវគង្គាសោចដង្ខៅសុកឡើងទន់ជង្គង់ដង្ខៅសុកអស់សំណោចសោចចេញធ្មេញចង្កូមគង្គាសំពះសំទោសដង្ខៅសុកជាឪពុក